ភាគទី5ហាមតាក់ទងអ្នកណាកំឡុងពេលនៅជាមួយខ្ញុំពេលភ្ញាក់ពីដេកបឺណាឃើញថាខ្លួនឯងនៅតែម្នាក់ឯងប៉ុន្តែនាងមិនឆ្ងល់ព្រោះតាំងពីណាពីណីមកម្លេះដែល Eden ជាមនុស្សបែបនេះគេតែងតែភ្ញាក់មុននាងនឹងបាត់ពីគ្រេះស្ទើរតែរាល់ដងនាងដកដង្ហើមធំមើលរំលងការឈឺចាប់ផ្នែករាងកាយហើយក្រសោបរុំភួយខ្លួនផ្នែកសម្លឹងមើលជុំវិញបន្ទប់ទើបឃើញសម្លៀកបំពាក់របស់ខ្លួនត្រូវដាក់នៅលើកៅអីតូចនៅមិនឆ្ងាយពីគ្រែប៉ុន្មាននាងងើបចាប់ពីគ្រែពេបមាត់ព្រោះឈឺរាងកាយផ្នែកសំខាន់ហើយដើរសំដៅទៅរកទូខោអាវប៉ុន្តែដើរមិនបានប្រមាណជំហានមិនទាន់បានយកអីផងទ្វារបន្ទប់ក៏ត្រូវបើកធ្វើឲ្យនាងភ្ញាក់ក្រញាំងាកទៅមើលទៅឃើញថាជាប្រចាំបន្ទប់នេះឯងនាងក្រមុំមើលការតែងខ្លួនរបស់គេដោយទឹកមុខប្លែកៗដោយសារថ្ងៃនេះ Eden មិនបានពាក់អាវខ្វះសេសម្រាប់ធ្វើការតែគេពាក់ឈុតធម្មតាស្ទើរតែអង្វរលន់តួដែលគេប្រមបន្ទោមដៃឲ្យនាងបានសម្រាកខ្លះកាលមុន Eden ក្តៅកគុកយ៉ាងណានាងដឹងច្បាស់ប៉ុន្តែអ្វីដែលធ្វើដាក់នាងយប់មិញវាហាក់ដូចជាគេអស់ការអត់ធ្មត់ដូចមិនធ្លាប់ឡើងក្រែជាមួយស្រីណារយៈពេល5ឆ្នាំកន្លងមកទាំងដែលលើកចុងក្រោយដែលនាងដឹងរឿងរបស់គេ Eden Anderson ជិតជាប់ពាក្យនឹងបញ្ជាក់ថាគេនៅមានស្រីផ្សេងក្រៅពីនាងបើណាងាកខ្លួនចេញពេល Eden ដើរកាត់ទៅអង្គុយលើកៅអីមួយដែលមានសម្លៀកបំពាក់របស់នាងទើបនាងសម្រេចចិត្តដើរទៅចិត្តយកសម្លៀកបំពាក់នោះជាបន្ទាន់ដោយមានអារម្មណ៍ថាខ្សែភ្នែកមុតស្រួចតាមមើលគ្រប់ពេលវេលាដែលធ្វើឲ្យនាងក្តៅខ្លួននាងក្រមុំអោបសម្លៀកបំពាក់ជាប់ទ្រូងសម្រាប់ចិត្តថយឆ្ងាយពីគេដំបងគាត់ថារត់ចូលបន្ទប់ទឹកដើម្បីគេចឲ្យផុតពីភ្នែកពណ៌មរកតនោះតែពេលគិតម្ដងទៀតក្នុងពេលដែល Eden ក៏នៅត្រង់នេះនាងសួរគេល្អជាងក្រែងឡចេញពីបន្ទប់គេលែងនៅហើយត្រឹមនាងងាកខ្លួនប៉ុណ្ណោះអ្នកដែលសម្លឹងមើលមកក៏លើកចិញ្ចើមហាក់ដូចជាដឹងថានាងមានរឿងចង់និយាយបើណាផ្សព្វភ្នែកនឹងគេទោះមានអារម្មណ៍អៀនខ្មាស់តែក៏ត្រូវប្រឹងទប់អារម្មណ៍នោះ